ត្រាំប្រកាសថាមានតែអាមេរិកមួយគត់ដែលអាចយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រហូមូសមិនមែនអ៊ីរ៉ង់ឡើយស្របពេលកិច្ចចរចាសន្តិភាពអាមេរិកអ៊ីរ៉ង់កំពុងដំណើរការនៅប្រទេសស្វីសស្រាប់តែប្រមុខសេតវិមានលោកដូណាល់ត្រាំបានចេញសារគម្រាមនិងបង្ហាញជំហរយ៉ាងច្បាស់ពាក់ព័ន្ធច្រកសមុទ្រហូមូសដោយបញ្ជាក់ថាគ្មានការកាត់កម្រៃសេវាលើកប៉ាល់ពាណិជ្ជកម្មដែលឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់នេះទេហើយបើយកថ្លៃមែនក៏ជាអាមេរិកអ្នកយកដែរមិនមែនអ៊ីរ៉ង់ឡើយនៅក្នុងសារបង្ហោះលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី20 ខែមិថុនាឆ្នាំ2026ប្រធានាធិបតីអាមេរិកសរសេរថានឹងមិនមានការយកកម្រៃសេវាឆ្លងកាត់នៅច្រកសមុទ្រ Strait រយៈពេល60ថ្ងៃឡើយក្នុងអំឡុងពេលនៃបទឈប់បាញ់ហើយក៏មិនមានការយកកម្រៃបន្ទាប់ពីរយៈពេល60ថ្ងៃបានផុតកំណត់ដែរលើកលែងតែការយកកម្រៃទាំងនោះត្រូវបានកំណត់ឡើងដោយនឹងសម្រាប់សហរដ្ឋអាមេរិកប៉ុណ្ណោះប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានសម្រេចជាស្ថាពរទន្ទឹមនោះលោកត្រាំក៏បញ្ជាក់ដែរថារាល់ការកាត់ថ្លៃណាមួយនាពេលអនាគតគឺជារឿងសមហេតុផលដើម្បីប៉ះពាល់ចំពោះទូតនីតិរបស់អាមេរិកក្នុងការការពារចរាចរណ៍ផ្លូវសមុទ្រនៅក្នុងតំបន់